អូខេសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទរដ្ឋាសូមបង្ហាញអំពីវីដេអូមួយតាក់ទងជាមួយនឹងរបៀបបង្កើត Gmail នៅលើទូរស័ព្ទ iPhone អញ្ចឹងយើងចូលក្នុងកម្មវិធី Safari នេះមកតមកទៀតយើងវាយ gmail.com បន្ទាប់មកទៀតនេះវាមានពាក្យថាបង្កើតគណនីคลิกនៅកន្លែងពាក្យហ្នឹងមកបន្ទាប់មកទៀតយើងដាក់នាមខ្លួនមកអញ្ចឹងemail នេះដោយសារខ្ញុំបង្កើតសម្រាប់ BRO នៅសាខាប្រកានអញ្ចឹងខ្ញុំសូមដាក់ BRO ហើយនាមខ្លួនយើងដាក់ឈ្មោះបើសិនជាមិត្តភក្តិទាំងអស់គ្នាអាចដាក់ឈ្មោះខ្លួនឯងបានមកទៀតemail ឈ្មោះ email ថាយើងចង់ដាក់ជាឈ្មោះអីគេថាឧទាហរណ៍ BRO បាកានអញ្ចឹងទៅតែសម្រាប់ឈ្មោះហ្នឹងអាចនឹងពេលខ្លះអត់មានគេធ្លាប់ប្រើហើយអញ្ចឹងយើងដាក់ password មកអូខេអញ្ចឹងpassword ហ្នឹងពីរយ៉ាងដូចគ្នាយើងคลิกនៅកន្លែងពាក្យបន្ទាប់អូខេមានន័យថា BRO បាកាននេះគឺខ្ញុំបានគឺគេប្រើប្រាស់រួចហើយអញ្ចឹងខ្ញុំអាចដាក់សញ្ញាដតមួយអូខេក៏មានដែរអញ្ចឹងយើងអាចដាក់ BRO CP Bank BRO CP Bank BKN អញ្ចឹងទីសាខ្ញុំបង្កើតសម្រាប់ BRO តទៅទៀតយើងដាក់លេខទូរស័ព្ទតែមិត្តភក្តិទាំងអស់គ្នាបាទហើយคลิกបន្ទាប់ទៀតមកអូខេនេះរងចាំលេខកូដដែលគេផ្ញើចូលលេខទូរស័ព្ទនេះហើយចូលឲ្យលេខ609573ហើយយើងคลิกនៅលើពាក្យផ្ទៀងបន្ទាត់មកអូខេបន្ទាប់មកទៀតនេះអាស័យដ្ឋាន email នេះយើងមិនដាក់ទេហើយថ្ងៃខែចំកាត់យើងត្រូវតែដាក់ឧទាហរណ៍ថាខ្ញុំដាក់ថ្ងៃទី9ខែ6ឆ្នាំ1993នេះគឺជាថ្ងៃខែចំកំណើតអញ្ចឹងអ្នកអាចដាក់ទៅតាមនេះទៅហើយជ្រើសរើសភេទមកអញ្ចឹងខ្ញុំសូមជ្រើសរើសភេទស្រីคลิกបន្ទាប់មកទៀតយើងអាចคลิกនៅលើពាក្យបាទចាស់នេះទៀតទៅ scroll ចុះក្រោមคลิกនៅពាក្យខ្ញុំយល់ព្រមចាំតិចអូខេឥឡូវយើងคลิกនៅកន្លែងត្រង់ពាក្យថាខ្ញុំមិនចាប់អារម្មណ៍អូខេឥឡូវការបង្កើត email យើងបានបង្កើតបានជោគជ័យហើយអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងធ្វើការបង្ហាញលោកអ្នក